ភ្លៀងខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋមួយខ្នងខ្ទេចទាំងស្រុងនៅស្រុកព្រៃកបាសខេត្តតាកែវកាលពីល្ងាចថ្ងៃទី25ខែមិថុនាឆ្នាំ2026មានករណីភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងដួលរលំខ្ទេចទាំងស្រុងដែលហេតុការណ៍នេះស្ថិតនៅក្នុងភូមិគោកអង្គញឃុំពោធិ៍រំចាក់ស្រុកព្រៃកបាសខេត្តតាកែវនៅម៉ោងប្រមាណ8យប់ថ្ងៃដដែលលោកកិនភក្តីអភិបាលស្រុកព្រៃកបាសនិងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីវិយតម្លៃនៃការខូចខាតនិងសួរសុខទុក្ខគ្រួសាររងគ្រោះដើម្បីជួយសម្រួលការលំបាកចំពោះមុខលោកអភិបាលស្រុកបានផ្ដល់នូវសម្ភារៈប្រើប្រាស់មួយចំនួននិងគ្រឿងឧបភោគបរិភោគរួមមានអង្ករមីទឹកផ្លែឈើមុងភួយកន្ទេលព្រមទាំងថវិកាមួយចំនួនដល់ម្ចាស់ផ្ទះរងគ្រោះលោកអភិបាលស្រុកក៏បានបញ្ជាឲ្យអាជ្ញាធរគ្រប់ឃុំទូទាំងស្រុកបន្តចុះតាមដានស្ថានភាពលំនៅឋានពលរដ្ឋផ្សេងទៀតដើម្បីត្រៀមខ្លួនជួយសង្គ្រោះក្នុងករណីចាំបាច់ទន្ទឹមនឹងនេះអាជ្ញាធរបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់ផ្គររន្ទះក្នុងកំឡុងពេលរដូវវស្សានេះដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិ